បាទសួស្តីនេះជាវីដេអូសង្ក្រាន្ត Asian Hope សាលាអន្តរជាតិដែលកូនស្រីខ្ញុំរៀនបាទហើយតែពិតទៅអត់ចង់ធ្វើវីដេអូទេតែដោយសារចង់រក្សាវីដេអូនឹងឃើញថាវាស្អាតបាទស្អាតហើយឃើញហើយណាមួយកូនស្រីខ្ញុំកូនស្រីខ្ញុំទាំងពីរអ្នកសម្ដែងទាំងពីរកូនច្បងនោះរំរបាំជូនពរហើយកូនទី2រំរបាំកេនបាទរំរបាំកេនហើយកម្មវិធីនេះគឺគេធ្វើនៅសាលាអន្តរជាតិផ្ទាល់តែម្ដងបាទហើយគេធ្វើហ្នឹងតែពិតទៅខ្ញុំអត់មានពេលដើម្បីនឹងទៅទេតែឆ្លៀតពេលដោយសារកូនចង់ឲ្យទៅហើយណាមួយចង់ឃើញកូនសម្ដែងផងអញ្ចឹងកូនក៏ទៅបានមើលបាទគេមានរបាំច្រើនបាទហើយការសម្ដែងនេះគឺចាប់ពីថ្នាក់ទី7បាទចាប់ពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12តែម្ដងហើយអញ្ចឹងសកម្មភាពវែងមិនវែងប្រហែលទេតែពិតខ្លីៗប៉ុន្តែដោយសារខ្ញុំថតវីដេអូវាច្រើនពេកហើយបើសិនយើងទុកទាំងអស់វាពេញ space ក្នុងទូរស័ព្ទហើយវាវែងអញ្ចឹងខ្ញុំព្យាយាមកាត់បាទនៅក្នុងនោះមានតាំងពីរបាំកម្មាបាទរបាំកម្មារបាំកេនហ្នឹងកូនស្រីទី2ខ្ញុំរំនាងរៀននៅថ្នាក់ទី9ហើយបាទនេះថ្នាក់ទី9នេះពងចូលមកនេះគឺរបាំកេនហើយបាទគេចេញមកប្រុសមុនដំបូងគេហើយតបមកទីទៀតហ្នឹងឃើញកូនស្រីខ្ញុំចូលមកនៅមុខគេតែម្ដងបាទខេមម៉ានេះនៅមុខគេហ្នឹងនៅខាងមុខគេទូជាងគេហ្នឹងបាទបើថាស្អាតជួយឲ្យរង្វាន់ផងបាទសុំទោសជួយឲ្យរង្វាន់ជួយ comment ផងរំស្អាតអត់ហ្នឹងហើយជួយឲ្យមេដៃជួយឲ្យបេះដូងផងណាកូនស្រីខ្ញុំទូជាងគេនៅខាងមុខគេហ្នឹងនោះមុខគេហ្នឹងខេមម៉ាថ្នាក់ទី9ខ្ញុំថតពីចម្ងាយដែរមើលអត់ឃើញហើយនេះគឺបន្ទាប់មកមានថ្នាក់ទី10បាទទី10គេសម្ដែងហើយកូនស្រីខ្ញុំមួយទៀតគឺនឹងសម្ដែងថ្នាក់ទី11បាទនេះថ្នាក់ទី10នេះគឺគេសម្ដែងអំពីរបាំគេហៅថាព្រះបាទជ័យវរ្ម័នទី7បាទអញ្ចឹងមានរបាំនៅក្នុងនោះមានរបាំជូនពរដែរបាទគេសម្ដែងមានរបាំគេថាស្អីគេលបុកកតោក្បាច់លបុកកតោនិយាយទៅភាពរីកចម្រើនបង្ហាញពីភាពរីកចម្រើនរបស់នៅក្នុងសម័យកាលព្រះបាទជ័យវរ្ម័នទី7ហ្នឹងបាទមានកងទ័ពបាទមានការហ្វឹកហាត់ហើយចុងក្រោយគឺព្រះបាទជ័យវរ្ម័នទី7ថានឹងសម្រេចសាងសង់បន្តនៅប្រាសាទអង្គរវត្តបាទនោះគឺធ្លាក់បាទហ្នឹងហើយខ្ញុំអត់សូវចេះនិយាយទេប៉ុន្តែគាត់ថាចង់បើសិនជាយើងដាក់ភ្លេងដោយសារនៅក្នុងការសម្ដែងហ្នឹងគឺមានលាយឡំជាមួយនឹងភ្លេងដែរអញ្ចឹងណាលាយឡំជាមួយនឹងភ្លេងដែរអញ្ចឹងទៅបើខ្ញុំដាក់ទៅឲ្យផុសចូលក្នុង YouTube ក្តីផុសចូលទៅក្នុង Facebook ក្តីខ្ញុំគិតថាជាប់ copyright អានេះគឺថ្នាក់ទី10គេសម្ដែងហ្នឹងគឺមានរបាំលាយគេហៅថាពិធីការរៀបចំកម្មវិធីការណាបាទអាមិញមុននឹងតិចហ្នឹងហើយនេះថ្នាក់ទី11កូនស្រីខ្ញុំនៅកណ្ដាលគេណាដែលខ្ញុំថតមានកណ្ដាលគេទេគាត់នៅរាប់ពីខាងឆ្វេងមកទី2បាទទី2នោះគឺកូនស្រីខ្ញុំកូនស្រីច្បងមេតាបាទរំរបាំជូនពរអានេះគឺកម្មវិធីរបស់សិស្សថ្នាក់ទី12បាទសិស្សថ្នាក់ទី12គេមានរបាំចម្រុះបាទមានរបាំចម្រុះមានរបាំជូនពរមានស្អីគេរបាំនេសាទបាទមានរបាំនេសាទហើយមានស្អីគេទៀតមិញហ្នឹងខ្ញុំភ្លេចបាទមើលអត់តាន់ដែរហ្នឹងហើយអរគុណច្រើនចំពោះការទស្សនាវីដេអូរបស់ខ្ញុំហើយបើសិនជាមានការខុសឆ្គងមិនមកសូមជួយអធិស្ឋានផងហើយនេះគ្រាន់តែខ្ញុំចង់រក្សានៅអនុស្សាវរីយ៍ល្អៗជាមួយនឹងកូនរបស់ខ្ញុំតែប៉ុណ្ណោះបាទអរគុណច្រើនបាទអរគុណជម្រាបលា